Rừng ra lùm bát xì trong đời vì át cầm băngในมรณភាពរបស់ព្រះអាដាមដែលត្រូវបានគេចាត់ទុកថាជាករណីឃាតកម្មដ៏ចម្លែកបំផុតមួយក្នុងប្រវត្តិសាស្ត្រអាមេរិករឿងរ៉ាវលម្អិតនេះនឹងនាំអ្នកស្ដាប់ទៅពិនិត្យមើលតាំងពីចំណុចចាប់ផ្ដើមរហូតដល់ដំរីចុងក្រោយដែលប៉ូលីសបានរកឃើញអាចកំបាំងនៃការស្លាប់របស់ព្រះអាដាមដែលគេគ្រប់គ្នាហៅថាដំណើរស្វែងរកសេចក្តីស្លាប់ដោយខ្លួនឯង1. បុរសដែលពោរពេញដោយភាពភ័យខ្លាច Blair Adam គឺជាបុរសវ័យ31ឆ្នាំរស់នៅទីក្រុង Surrey ប្រទេសកាណាដាគាត់ជាបុគ្គលិកផ្នែកសំណង់ម្នាក់ដែលឧស្សាហ៍ព្យាយាមនិងគ្មានប្រវត្តិប្រើប្រាស់គ្រឿងញៀនឬមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរឡើយប៉ុន្តែនៅខែកក្កដាឆ្នាំ1996ជីវិតរបស់គាត់បានប្រែប្រួល180ដឺក្រេគាត់ចាប់ផ្ដើមប្រាប់ម្ដាយរបស់គាត់ថាមានគេកំពុងតាមសម្លាប់ខ្ញុំពេលម្ដាយគាត់សួរថាជាអ្នកណាគាត់មិនឆ្លើយតែបែរជាបង្ហាញអាការៈស្លន់ស្លោខ្លាំងឡើង 2. ដំណើរតាមរកច្រកចេញដែលគ្មានគោលដៅសកម្មភាពរបស់ Blair Adam ក្នុងរយៈពេលប្រមាណថ្ងៃចុងក្រោយគឺពោរពេញដោយភាពមិនប្រក្រតីគឺភ័យខ្លាចថ្ងៃទី5ខែកក្កដាគាត់បានទៅដកប្រាក់សន្សំទាំងអស់ពីធនាគារចំនួន$6,000និងយកគ្រឿងអលង្ការមាសទាំងអស់ដាក់ក្នុងកាបូបបានព្យាយាមបើកឡានឆ្លងកាត់ព្រំដែនទៅអាមេរិកតែត្រូវបានមន្ត្រីអន្តោប្រវេសន៍ឃាត់ទុកព្រោះគេសង្ស័យថាគាត់ជាអ្នកជួញដូរគ្រឿងញៀនព្រោះដោយសារមានលុយសុទ្ធច្រើនពេកថ្ងៃទី7ខែកក្កដាគាត់មិនបោះបង់ឡើយគាត់បានជិះឡានក្រុងហើយចុងក្រោយបានជួលឡាននិងទិញសម្បត្តិយន្តហោះទៅកាន់ទីក្រុង Knoxville Tennessee អ្វីដែលចម្លែកគឺទីក្រុង Knoxville មិនមែនជាកន្លែងដែលគាត់ស្គាល់នរណាម្នាក់ឡើយឬធ្លាប់ទៅពីមុនមកឡើយ 3. ម៉ោងចុងក្រោយនៅស្ថានីយ៍ប្រេងឥន្ធនៈមុនពេលស្លាប់ Blair ត្រូវបានគេឃើញតាមរយៈកាមេរ៉ាសុវត្ថិភាពនៅស្ថានីយ៍ប្រេងឥន្ធនៈមួយបុគ្គលិកនៅទីនោះបានរៀបរាប់ថា Blair Adam មើលទៅដូចជាមនុស្សដែលកំពុងរត់គិតពីអ្វីមួយយ៉ាងខ្លាំងគាត់បានសួររកជាងជួសជុលសោឡានទោះបីជាគាត់មានឡានថ្មីមួយទៀតដែលគាត់អាចជិះបានតែគាត់បែរជាសម្រេចចិត្តដើរចេញទៅក្នុងភាពងងឹតនៃទីក្រុងដែលគាត់មិនស្គាល់ 4. កន្លែងកាត់ហេតុនៅព្រឹកព្រលឹមសាកសពរបស់ Blair Adam ត្រូវបានរកឃើញនៅកន្លែងសំណង់ដែលកំពុងសាងសង់ក្បែរសណ្ឋាគារមួយស្ថានភាពនៅទីនោះធ្វើឲ្យប៉ូលីសវិលមុខអាវរបស់គាត់ត្រូវបានទាញឡើងហើយខោរបស់គាត់ត្រូវបានដោះចេញគឺគាត់បានស្រាតប៉ុន្តែស្បែកជើងរបស់គាត់ត្រូវបានដាក់នៅក្បែរក្បាលរបស់គាត់លុយសុទ្ធជិត$4,000ទាំងលុយអាមេរិកនិងកាណាដាត្រូវបានរាយប៉ាយនៅជុំវិញសាកសពគ្រឿងអលង្ការមាសក៏នៅទីនោះដែរនេះបញ្ជាក់ច្បាស់ថាវាមិនមែនជាករណីប្លន់ឡើយមូលហេតុនៃការស្លាប់គាត់ស្លាប់ដោយការវាយប្រហារខ្លាំងទៅលើពោះដែលបណ្ដាលឲ្យដាច់សរសៃឈាមការវិភាគស៊ីជម្រៅតើមានអ្វីកើតឡើងពិតប្រាកដមានទ្រឹស្ដីធំៗពីរដែលអ្នកស៊ើបអង្កេតលើកឡើងអ្នកជំនាញខ្លះបានយល់ថា Blair Adam ប្រហែលជាមានជំងឺវិបត្តិផ្លូវចិត្តកម្រិតធ្ងន់ធ្ងរដែលកើតឡើងភ្លាមៗការភ័យខ្លាចថាមានគេតាមសម្លាប់អាចនឹងគ្រាន់តែការយល់សប្តិរបស់គាត់តែប៉ុណ្ណោះការដោះស្រលៀកបំពាក់អាចបណ្ដាលមកពីបាតុភូត Paradoxic Underset ទ្រឹស្ដីឃាតកម្មដោយចៃដន្យទោះបីជាគាត់មានជំងឺផ្លូវចិត្តក៏ដោយប៉ុន្តែរបួសនៅលើខ្លួនគាត់គឺជារបួសដែលបង្កដោយមនុស្សគេជឿថា Blair Adam ប្រហែលជាបានជួបនឹងមនុស្សម្នាក់ប្រហែលជាអ្នកបើកឡានដឹកទំនិញឬជនអនាថាហើយបានកើតមានជាចំនួនដោយសារ Blair Adam មានសភាពស្លន់ស្លោស្រាតគាត់ប្រហែលជាធ្វើឲ្យអ្នកម្ខាងទៀតខឹងហើយវាយគាត់រហូតដល់ស្លាប់ដោយសេចក្តីសន្និដ្ឋានរហូតមកដល់ឆ្នាំ2026នេះករណី Blair Adam នៅតែជាអាថ៌កំបាំងគ្មាន DNA ជនសង្ស័យគ្មានសាក្សីឃើញហេតុការណ៍និងគ្មានអ្នកណាដឹងថាហេតុអ្វីបានជាគាត់ត្រូវរត់គេចរាប់រយគីឡូម៉ែត្រដើម្បីមកស្លាប់នៅទីនេះទេប្រសិនបើ Blair និយាយត្រូវថាមានគេតាមសម្លាប់គាត់មែនតើអ្នកនោះជាអ្នកណាដែលអាចដេញតាមគាត់ឆ្លងប្រទេសបានយ៉ាងស្ងាត់អាថ៌កំបាំងបែបនេះតើអ្នកយល់ឃើញយ៉ាងណាដែរចំពោះរឿងនេះតើអ្នកជឿថាវាជាជំងឺផ្លូវចិត្តឬជាការរៀបចំទុកជាមុនរបស់ឃាតករ